សូមញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់បានព្រះសម្ដាប់និងស្ដាប់នៅរឿងរបស់ព្រះចក្របាលថេរភាគទី6តអំពីភាគទី5ដូចតទៅសកទេវរាជនាំព្រះថេរៈទៅដល់វត្តចេតពុនណានៅក្នុងសេចក្តីនេះថាសកទេវរាជនឹងទ្រង់ធ្វើយ៉ាងនោះហើយបំព្រួញផែនដីឲ្យដល់វត្តចេតពុនក្នុងវេលារសៀលញោមធ្លាប់តែទៅឆ្ងាយទៅយូរណាបានដល់ប៉ុន្តែសកទេវរាជជាស្ដេចនៃទេវតានៅក្នុងនៅក្នុងតាវតឹងហ្នឹងលោកមកបង្រួញផែនដីហ្នឹងឲ្យឆាប់ទៅដល់វត្តចេតពុនហ្នឹងព្រះថេរៈបានឮសូរសំឡេងតន្ត្រីមានសាំងនិងរនាតជាដើមហើយសួរថាសំឡេងហ្នឹងនៅទីណាសួរញោមសួរថាសំឡេងនៅទីណាសកទេវរាជលោកថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនសំឡេងទាំងឡាយហ្នឹងនៅក្នុងក្រុងសាវត្ថីលោកម្ចាស់ហើយព្រះថេរៈលោកក៏គិតលោកថាក្នុងវេលាទៅអាត្មាទៅនឹងវាដូចជាយូរណាស់ណាក្នុងពេលវេលាទៅនឹងអាត្មាទៅយូរណាស់ញោមដែលបានប្រាប់ទៅសកទេវរាជយ៉ាងហ្នឹងសកទេវរាជក៏លោកឆ្លើយថាខ្ញុំដឹងផ្លូវត្រង់លោកម្ចាស់ទៅផ្លូវវិវាចវងអីចឹងទៅខ្ញុំកណាទៅផ្លូវត្រង់ក្នុងគណៈនោះព្រះថេរៈដឹងបានថាអ្នកនេះមិនមែនមនុស្សប្រកាសជាទេវតាហើយណាមិនមែនមនុស្សទេប្រកាសជាទេវតាហើយហេតុនោះព្រះបុរាណាចារ្យទាំងឡាយទើបលោកពោលថាសកទេវរាជដែលជាស្ដេចនៃទេវតាត្រូវទ្រង់សេរីរបស់ទេវរាជស្ដេចបំព្រួញផ្លូវនោះស្ដេចមកដល់ក្រុងសាវត្ថីយ៉ាងឆាប់រហ័សណាសកទេវរាជនាំព្រះថេរៈទៅកាន់បណ្ណសាលាញោមដែលទៅកាន់បណ្ណសាលាដែលក្ដុំពិកៈជាប្អូនប្រុសធ្វើដើម្បីប្រយោជន៍ដល់ព្រះថេរៈនោះឯងនិមន្តឲ្យគង់លើបន្ទះក្តារហើយនិមន្តហើយក៏និមិត្តខ្លួននឹងជាសម្លាញ់ជាទីស្រឡាញ់ទៅកាន់សំណាក់នៃក្ដុំពិកៈឈ្មោះចលបាដែលត្រូវជាប្អូនរបស់ព្រះមហាបាលហ្នឹងបានត្រាស់ស្រែកហើយថាណែបាលៈសម្លាញ់ក្ដុំពិកៈចលបាស្រែកសួរថាអីគេនោះសម្លាញ់សកទេវរាជក៏ថាលោកដឹងការដែលព្រះថេរៈបើកហើយឬខ្ញុំមិនទាន់ដឹងក៏ព្រះថេរៈមកហើយឬសកទេវរាជត្រាស់ថាសម្លាញ់ខ្ញុំទៅកាន់វិហារដែលឃើញព្រះថេរៈគង់នៅក្នុងបណ្ណសាលាដែលលោកធ្វើបាញ់មិញនេះឯងដូច្នេះហើយស្ដេចក៏កិច្ចណាស្ដេចហ្នឹងក៏កិច្ចចេញទៅស្ដេចទេវរាជណាមិននេះទេញាតិញោមមិនបរិជានៅភពផែនដីយើងទេគឺស្ដេចទេវរាជហ្នឹងលោកក៏បានចេញទៅចំណែកក្ដុំពិកៈទៅដល់វិហារឃើញព្រះថេរៈហើយក៏ស្រែកយំមកញោមឃើញព្រះថេរៈដែលជាបងហើយនោះក៏ស្រែកយំបំរាស់ននាលទៅវិញទៅមកទៀបបាតតមូលនឹងក៏ពោលថាលោកម្ចាស់ដ៏ចម្រើនខ្ញុំឃើញហេតុនេះហើយទើបមិនព្រមឲ្យលោកទៅបួសដូច្នេះជាដើមហើយធ្វើក្មេងទាស័កពីអ្នកឲ្យជាអ្នកឲ្យបួសក្នុងសំណាក់របស់ព្រះថេរៈហើយផ្ដាំថាលោកទាំងឡាយចូលនាំយករបស់ឆាន់មានបបរនិងបាយជាដើមមកអំពីខាងក្នុងស្រុកឧបថាកៈព្រះថេរៈដូច្នេះហើយបកុលកិច្ចនោះឲ្យធ្វើសាមណេរទាំងឡាយក៏ធ្វើវត្តបម្រើព្រះថេរៈថ្ងៃមួយភិក្ខុទាំងឡាយអ្នកនៅក្នុងទីដតីមកកាន់វត្តចេតពុនដោយសង្ឃឹមថានគរព្រះសាស្តាថ្វាយបង្គំព្រះសាស្តាសួរសុខទុក្ខព្រះអសីតិមហាសាវកហើយត្រាច់ចរិតទៅក្នុងព្រះវិហារដល់លំនៅនៃព្រះចក្របាលថេរហើយមានមុខឆ្ពោះទៅទីនោះនៅវេលារសៀលដោយសង្ឃឹមថានឹងមើលសំបីទីនោះក្នុងគណៈនោះមហាមេឃតាំងឡើងហើយណាមហាមេឃតាំងឡើងហើយពួកលោកគិតថាឥឡូវនេះរសៀលហើយ
ហើយមេឃក៏តាំងឡើងហើយយើងនឹងបើកមើលពេលព្រឹកដូច្នេះហើយក៏ត្រឡប់ទៅវិញភ្លៀងធ្លាក់ក្នុងបឋមយាមយប់ក្នុងមជ្ឈមយាមឈប់ភ្លៀងក្នុងមជ្ឈមយាមដែលខ្ញុំក្នុងមជ្ឈមយាមប្រធរៈជាអ្នកធ្លាប់ប្រារព្ធសក្តីព្យាយាមដើម្បីចង្ក្រមជានិច្ចហើយដូច្នោះទើបលោកចុះកាន់ទីចង្ក្រមហើយក្នុងបច្ឆមយាមយោក៏ក្នុងការនោះមេភ្លៀងជាច្រើនទៀតណាមេភ្លៀងជាច្រើនកើតឡើងហើយលើផ្ទៃដីដែលមានភ្លៀងធ្លាក់ថ្មីនឹងឯងមេភ្លៀងទាំងនោះកាលប្រធរៈចង្ក្រមបានវិបត្តិណាបានដល់វិបត្តិគឺសេចក្តីស្លាប់ដោយប្រធរៈលោកដើរចង្ក្រមទៅលោកមាននឹងឃើញអីញោមណាលោកមាននឹងឃើញអីបើលោកបែកក្របភ្នែកបាត់ងងឹតសូនឈឹងទៅហើយលោកមានឃើញអីពួកអន្តេវាសិកៈទៅបានមិនទាន់បោះទីចង្ក្រមរបស់ប្រធរៈពីព្រលឹមរីឯពួកភិក្ខុក្រៅពីនោះមកដោយសង្ឃឹមថានឹងមើលលំនៅរបស់ប្រធរៈឃើញសត្វទាំងឡាយក្នុងទីចង្ក្រមហើយសួរថាណែណាចង្ក្រមក្នុងទីនេះណាចង្ក្រមក្នុងទីនឹងពួកសោះរបស់ប្រធរៈឆ្លើយថាឧបជារបស់ពួកខ្ញុំកណាលោកម្ចាស់ភិក្ខុទាំងឡាយនឹងក៏តេះដៀលថាអ្នកទាំងឡាយចូលមើលកម្មរបស់សាមណៈចុះក្នុងការដែលមានចក្ខុលោកដេកមិនធ្វើអ្វីក្នុងការមានចក្ខុវិកលឥឡូវនេះទុកខ្លួនជាចង្ក្រមធ្វើសត្វមានប្រមាណប៉ុណ្ណេះឲ្យស្លាប់ហើយលោកគិតថានឹងធ្វើប្រយោជន៍ត្រឡប់ជាការធ្វើមិនជាប្រយោជន៍ហើយពួកភិក្ខុទៅទូលព្រះមានប្រភិយណាក្នុងគណៈនោះទូលព្រះមានប្រភិយថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះចក្របាលថេទុកខ្លួនថាចង្ក្រមធ្វើសត្វមានជីវិតជាច្រើនឲ្យស្លាប់ហើយព្រះសាស្តាទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយឃើញលោកកំពុងធ្វើសត្វមានជីវិតជាច្រើនឲ្យស្លាប់ហើយឬភិក្ខុទាំងនោះក្រាបទូលថាមិនឃើញទេព្រះអង្គណាមិនឃើញទេព្រះអង្គព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ថាអ្នកទាំងឡាយមិនឃើញលោកធ្វើដូច្នោះយ៉ាងណាសំបីលោកក៏មិនឃើញសត្វមានជីវិតដូច្នោះដែរមនាភិក្ខុទាំងឡាយដែលឈ្មោះថាចេតនាជាហេតុឲ្យស្លាប់របស់ប្រខៃណាស្របទាំងឡាយគឺបុគ្គលអ្នកមានអាសវៈអស់ហើយរមែងមិនមានខុទាំងឡាយនោះក៏ពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលឧបនិស្ស័យនៃព្រះអរហន្តមានហេតុដូចម្ដេចទើបលោកคลายជាអ្នកមានចក្ខុងងឹតព្រះបរមសាស្តាលោកត្រាស់ថាមនាភិក្ខុទាំងឡាយដោយអំណាចនៃកម្មដែលខ្លួនបានធ្វើទុកនឹងណាដោយអំណាចនៃកម្មដែលខ្លួនបានធ្វើទុកនឹងណាហូទាំងឡាយថាបបិទ្ធព្រះអង្គដ៏ចម្រើនក៏លោកបានធ្វើកម្មអ្វីទុកពីមុនមកបានជាលោកមានបណេកនឹងអង្កិតអញ្ចឹងហើយញាតិញោមណាសិតតែមានហេតុមានផលហ្នឹងមិនមែនអត់ហេតុអត់ផលមកងងឹតទាំងយ៉ាងហ្នឹងទេអ្វីទាំងអស់លើโลกនេះមានហេតុមានបច្ច័យត្រឹមត្រូវណាញោមណាមានហេតុមានបច្ច័យត្រឹមត្រូវណាបបកម្មរបស់ព្រះចក្របាលថេនេះដែលព្រះសម្មាសម្ពុទ្ធជាបរមសាស្តាជាគ្រូនៃទេវតានិងមនុស្សទាំងឡាយព្រះអង្គទ្រង់ត្រាស់ថាមនាភិក្ខុទាំងឡាយបើដូច្នោះអ្នកទាំងឡាយណាចូលស្ដាប់ដូច្នេះហើយក៏ទ្រង់បានត្រាស់រឿងនិទានញោមត្រាស់រឿងនិទានថាក្នុងការជាអតីតកាលដែលកន្លងទៅហើយការប្របាទពីរាណសីគ្រប់គ្រងរាជសម្បត្តិនៅក្នុងក្រុងពីរាណសីបែបម្នាក់ត្រាច់ធ្វើវចកម្មនៅក្នុងស្រុកនិងនិគមឃើញស្ត្រីអ្នកទុពលដោយចក្ខុម្នាក់ទើបសួរថាកាលមិនសប្បាយរបស់នាងតែដូចម្ដេចស្ត្រីនោះឆ្លើយថាខ្ញុំមើលមិនឃើញដោយភ្នែកទាំងឡាយពេទ្យនឹងក៏ពោលថាទេនាងខ្ញុំនឹងធ្វើថ្នាំឲ្យនាងណាបើនាងមើលមិនឃើញខ្ញុំនឹងព្យាបាលនាងស្ត្រីនឹងទៀតក៏ថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនអីលោកម្ចាស់ចូលធ្វើថ្នាំចុះពួកខ្ញុំងងឹតមើលអីមិនឃើញទេវាធម្មតាទេញោម
đỏ bê chữ bài bon son rục ở rẹ nẹ ta tê và đá ao tà đá chui bán đấy đấy niếng pet nó thà ở bỏ nhom chia ba ở niếng ở vậy đỏ nhom sự trai nó thà bỏ sân chỉ lô ai chia ba ai thưa phê từng lai đã bỏ nhom ao tà lọp tới chỉ pro ở đây vinh bán á nhom đừng bọt thì đà nâng prom thưa chỉ tia say tia xa đã bỏ lô tua pet nó có tua pịa tha lọ hơi niềng lọ hơi để trên này hỏi có xòm thà nắm ỏi niềng nè phê từng lai nó tà lọp tới chia pro ở đây đòi thà năm tại mũi mốc bẩn nó nhôm là pet bị đau nó là pet bị đau pet bị sờ may pre hay nó bục cay đó nhôm bục cay đó stray nó ban đã thà năm đang hỏi stray nó cất thà dương ban phải đặt nhá chấm bục pet nô thà dương đang bọt thị đá prom tiền tia prom thôi chỉ tia say tia xa đã bỏ kê có bọn tai kê mốc chiên đang mình hai rợt dương đòi vì cha để tôn phôn tế ấy dương đang bằng trao kê nhà dương mình trao kê prap kê dạng bay tên đó thì niềng đại pet một bàn xua niềng ta mà niềng đòi chấm ra mà cháy rụt nòng phần này bỏ niềng ấy rụt nòng phần này bỏ niềng mà cháy niềng lòi tọp tới thả lục cục pet ấy ca bị bốn phần này từng lai bọc nhóm chặt đau tách tụi thếแต่lâu nó bị chặt đau nó bị lơ lốp lang thì tiền pet cật đấy rất tẩy đi chỉ nè trong đồng bay nâng bình trao nơi dương thì tá là nơi bình trao nơi dương đồng bay mình ao xong bay rồi bỏ ấy tách tụi đờ dương chàng để khuôn anh thọ lọp đặt nhà khuôn đấy nhóm thọ lọp đặt nhà khuôn đấy là hỏi thưa oi cụ pet nắm chắp đào cao tô xạ chật cao làng tại mà đó nhổm cao làng tại mà đó của prap ta niềng ấy tê hình chấn chạm nhóm xóm tháng 11 tiết hỏi có từ can sầm đa sờ tray nút đời prap oi bẩn tọ tháng thà niếng mà niềng đôi chùm đá châu niềng bẩn tọ tháng đây này tang song khang rập bò niềng nó có bàn rất lột là đôi và tít dần nhổm plư hơi nâng nè plư phê ban plư hơi nâng nhổm mở từ chia ý kịch từ mà đầu dưỡng á nè mình đã sờ mày pre môn sờ mày pre mà sờ mày ở lâu thế nhổm là đã bay phải giáo luôn anh tay mà giang là ở bàn kịch về ngày khóa sẽ chặt thua là khóa phiếp sẽ chặtព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ថាមនីភិក្ខុទាំងឡាយកម្មដែលបុត្រតថាគតធ្វើឲ្យក្នុងការនោះជាប់តាមគេអំពីក្រោយណាក្រោយមកទៀតនឹងជាប់រហូតប៉ិតណាស់ណាដែលឈ្មោះថាបាបកម្មនេះរមែងជាប់តាមអ្នកធ្វើដោយកងវល់តាមស្នាមជើងគោកងរទេសណាញោមដូចកងរទេសវល់តាមស្នាមជើងគោគឺគោដែលគេទឹមរទេសផ្ទុកតំដេញគោនាំទៅនៅធុរៈលុះទ្រង់ត្រាស់រឿងនេះចប់ហើយព្រះអង្គទ្រង់ក៏បានត្រាស់សម្ដែងនៅព្រះធម្មគាថាណាព្រះត្រាស់នៅព្រះគាថានេះបន្តនៅអនុសន្ធិដោយប្រថាប់ព្រះរាជសាសដែលមានដីប្រចាំទុកហើយដោយព្រះរាជលាញ្ចកណាព្រះរាជលាញ្ចកគឺត្រារបស់ព្រះរាជាណាព្រះអង្គត្រាស់ថាម៉េចញោមព្រះអង្គត្រាស់ថាមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាមអ្នកសាចេបតុថេនៈភាសតិវាករោតិវាតតោណាំងទុក្ខមន្វេតិចកាំងវហតោបទាំងណាធัวទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតមានចិត្តជាធំសម្រាប់ឲ្យអំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសប្រទោសហើយពោលក្តីធ្វើក្តីនៅទុច្ចរិតព្រោះទុច្ចរិតទាំងនោះទុករមែងជាប់តាមបុគ្គលនោះទៅដោយកងរទេសវិលតាមដានជើងគោដែលកំពុងអូសនឹមទៅណាសូមអនុមោទនាប៉ុណ្ណឹងចាស់ញោមណា
đang ngay chạm bản to ở trong sẽ cái đây nâng bản thèm tiết nâng miền phía bản to ở trong rương đi bản thèm xong nhóm chỉ là thà ạ nổ mô tần đĩa sẵn đạp nờ rương rồi bỏ chạ có bà là thế trong phía của mũi bản đằng ai nè xong ạ nổ mô tần đĩa nơi chùm này bon